ថ្ងៃនេះដល់ថ្ងៃកំណត់ដែលត្រូវចុះបាញ់ថៃអូរីហើយខ្ញុំបាញ់ទៅថៃអូរីតែមុខទេដូចវីដេអូមុនខ្ញុំចេញម្ដងហើយអញ្ចឹងនេះជាវីដេអូទី2សម្រាប់រដូវកាលថ្មីឆ្នាំ2025នេះខ្ញុំដើរត្រួតពិនិត្យវាមុនសិនហើយខ្ញុំនឹងចុះបាញ់បន្តិចទៀតនេះឆ្លៀតពេលកំពុងលាយថ្នាំខ្ញុំដើរមើលវាសិនហើយតទៅនេះនឹងចាប់ផ្ដើមបាញ់ហើយ10ថ្ងៃក្រោយមកបន្ទាប់ពីបាញ់ថៃអូរីហើយខ្ញុំបានចុះមកចំការម្ដងទៀតដោយវីដេអូនេះរៀងខ្លីអញ្ចឹងខ្ញុំមកកាត់បញ្ចូលគ្នាតាំងពីថ្ងៃបាញ់ហើយនឹង10ថ្ងៃក្រោយជាវីដេអូតែមួយតែម្ដងទៅឃើញថា10ថ្ងៃក្រោយស្លឹកចន្ទីជ្រូកបដាហើយទួយថ្មីក៏ប្រឡូកចេញមកហើយដែរមានណាកន្លែងខ្លះក៏ចេញរៀងវែងកន្លែងខ្លះទឹកពកនេះដូចកន្លែងនេះឯងទឹកពកមកទេប៉ុន្តែមើលទៅដូចចេញមកថាមានកម្លាំងគូសំថៃអូរីទិញក្រុមហ៊ុននេះល្អព្រោះថៃអូរីក្រុមហ៊ុនខ្លះក៏មិនសូវល្អដែរតើយើងធ្វើច្រើនឆ្នាំយើងដឹងថាក្រុមហ៊ុនណាល្អមិនល្អនេះជាលទ្ធផលក្រោយបាញ់10ថ្ងៃហើយខ្ញុំនឹងចេញវីដេអូបន្ទាប់ទៀតបន្ទាប់ពីវាចេញខ្លាយជាកញ្ចុំផ្កាច្បាស់លាស់ខ្ញុំនឹងថតចែកជូនបងប្អូនបន្តទៀត